បន្ទាប់ពីលោកនាយប៉ុសក្អមសំណលិចទូកស្លាប់អូខាងក្អមសំណនោះហ្នឹងហើយព្រោះខាងក្អមសំណមានករណីលិចទូកស្លាប់ហ្នឹងអាញាធននគរបាលអីហោហែពេញនោះហើយដឹកគ្រឿងសង្ហារឹមហើយត្រូវបានមជ្ឈដ្ឋានមួយចំនួនលើកឡើងថាទីតាំងស្តុកឈើនេះពាក់ព័ន្ធនឹងការស្លាប់របស់លោកនាយប៉ុសក្អមសំណដែរព្រោះអីខាងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនគេបានលើកឡើងដែរថាមុនពេលលោកស្លាប់ហ្នឹងគឺដោយសារតែលោកដឹកជញ្ជូនគេហៅថាឈើកំណត់ហ្នឹងហើយយកមកហ្នឹងអត់ច្បាស់ដែរបាទបន្តទៀតសិនលោករស់ចន្ទថាអធិការនគរបាលស្រុកលើកដៃបានប្រាប់ថាការត្រួតពិនិត្យទីតាំងស្តុកឈើនេះគឺស្ថាប័នជំនាញរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងនគរបាលស្រាវជ្រាវហើយឈានទៅដល់ការបង្ក្រាបនៅពេលនេះគឺមិនមានពាក់ព័ន្ធនឹងការស្លាប់របស់លោកនាយប៉ុសនគរបាលរដ្ឋបាលក្អមសំណនោះទេបាទលទ្ធផលស្រាវជ្រាវមកគឺថាมันពាក់ព័ន្ធទៅនឹងករណីលិចទូកស្លាប់ដែលលោកបានរួមជាមួយក្រុមការងារមួយចំនួនដឹកឈើនោះទេបាទអញ្ចឹងណាគេបញ្ជាក់ច្បាស់ហើយបំភ្លឺច្បាស់ហើយបាទអរគុណចឹងទុកជូនសមត្ថកិច្ចរដ្ឋបាលព្រៃឈើគៀនស្វាយចាត់ចែងទៅតាមការគូអាចពីនៃជាហៅថាលក្ខណៈអន្តរកាលនៃភ្លាមឬបើសិនជាមិនព្រមពីនៃអាចកសាងសំណុំរឿងទៅកាន់តុលាការខេត្តកណ្ដាលប៉ុន្តែជាសិទ្ធិសម្រេចរបស់អាជ្ញាធរដែនដីទេបាទអរគុណសូមជូនព្រះទៅលោកបត្រាបន្តបាទសូមអរគុណលោកសខារឿងបន្តនៅក្នុងខេត្តមណ្ឌលគិរីលោកអ្នកធ្លាប់បានឮមកហើយតាក់ទងទៅនឹងការស្លាប់របស់មន្ត្រីកងរាជអាវុធហត្ថចំនួន2រូបដោយសារតែឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បាទនឹងយ៉ាងម៉េចបាទដោយសារតែការកើតឡើងនេះគឺកាលពីរាត្រីថ្ងៃទី7ឈានចូលទី8ណាបាទហើយក្នុងនោះគឺខាងអាវុធហត្ថលោកបានឃាត់ខ្លួនមនុស្សបាន5នាក់នៅក្នុងរថយន្តបន្តបន្ទាប់អាចទៅទៅរួចទេដោយសារតែនៅពេលដែលគេបានធ្វើសកម្មភាពបុកហើយនោះគឺនៅក្នុងរថយន្តតែម្ដងគាត់ថាអ្នកបុកនោះគឺរត់បាត់ទៅហើយនៅសល់តែអ្នកនៅក្នុងរថយន្តប្រមាណអ្នកហ្នឹងដែលខាងសមត្ថកិច្ចបានចាប់បានអ្នកសិទ្ធិអ្នកជិះទេហើយចាប់គ្នាមិនហ្នឹងហើយក្នុងនោះគឺសមត្ថកិច្ចលោកបានឃាត់ពីបទមនុស្សឃាតគឺទុកជាមុនលើមន្ត្រីកងរាជអាវុធហត្ថខេត្ត2នាក់ដែលបានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បាទកាលពីវេលាម៉ោង 1:44 នាទីយប់ថ្ងៃទី7បាទឈានចូលថ្ងៃទី8ខែមិថុនាត្រង់ចំណុចភូមិអូស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីបាទហើយលោកសាក់សារ៉ាងដែលជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីលោកបានថ្លែងថាចំពោះករណីរថយន្តលុចស៊ីបុកម៉ូតូមន្ត្រីកងរាជអាវុធហត្ថខេត្តស្លាប់2នាក់នោះគឺជាករណីឃាតកម្មដោយចេតនាបាទដោយចេតនាណាដោយខាងមន្ត្រីជំនាញលោករកហើយកំពុងតែបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយមានការគ្រោងទុកជាមុនហើយកម្លាំងកងរាជអាវុធហត្ថក៏បានឃាត់ខ្លួនជនសង្ស័យដែលជាប់ពាក់ព័ន្ធបាន5នាក់នៅនឹងកន្លែងកើតហេតុភ្លាមនិងជនសង្ស័យម្នាក់ទៀតដែលជាអ្នកបើកបរនោះគឺដែលជាអ្នកបើកបរហើយជាអ្នកបើករថយន្តបង្កនោះគឺរត់បាត់ទៅហើយបាទរត់បាត់ទៅហើយមានវិជាការក៏បានបន្តដែរថាដំណើរដើមចមដែលឈានដល់ការបុកសម្រាប់មន្ត្រីកងរាជអាវុធហត្ថខេត្តស្លាប់ចំនួន2នាក់នោះគឺមុនពេលកើតហេតុជនរងគ្រោះគឺបានទាស់សម្ដីគ្នាមកប្រើជាមួយក្រុមបដិបត្តិផ្សេងគ្នាណាតែជនរងគ្រោះមានតែ2នាក់ទេហើយក្រុមជនសង្ស័យក៏បានទៅជើងនៅក្រៅអូខេជាមួយគ្នាជុំគ្នាអញ្ចឹងណាបើប្រហែលជាប្រភពពីខាងក្រៅគេថាលើកឡើងថាទៅដើមខាងនារីផ្សេងគ្នាណារីខាងខ្ញុំចេះខ្ញុំឲ្យថ្លៃខ្ពស់ចេះចុះវាមានបញ្ហាទាស់សម្ដីគ្នាទៅហើយក៏ជនរងគ្រោះទាំង2នាក់ក៏បានដល់ពេលដែលមានបញ្ហាហើយជាងចប់អីរៀងខ្លួនហើយក៏ជិះម៉ូតូចេញមកក្រៅវិញចេញពីកន្លែងក្រៅអូខេយីហោស្អីគេរស្មីពេជ្របាទចេញពីកន្លែងនោះមកក៏ស្រាប់តែជនគេហៅថាជនសង្ស័យហ្នឹងមិនសុខចិត្តណាគេគាត់ថាមិនលេងសាងខាង2នាក់ហ្នឹងមើលអត់ដឹងស័ក្តិសញ្ញាយ៉ាងម៉េចជិះម៉ូតូពីក្រោយដេញបបុកហ្មងបាទដេញបបុកហ្នឹងគឺបណ្ដាលឲ្យជនសង្ស័យជនរងគ្រោះហ្នឹងគឺស្លាប់នៅកន្លែងកើតហេតុទាំង2នាក់ភ្លាមត្មងហើយរថយន្តរបស់គេហ្នឹងគឺលុចស៊ី LX 450បាទគឺចាស់តិចដែរហើយក៏នោះក៏បានបើករថយន្តបដិញតាមចំណុចដល់កើតហេតុរថយន្តនោះក៏បានបុកម៉ូតូពេញមកទំហឹងបណ្ដាលឲ្យជនរងគ្រោះផ្លោងទៅបុកនឹងគល់ឈើទាំង2នាក់ជាមន្ត្រីកងរាជអាវុធហត្ថខេត្តស្លាប់ភ្លាមនៅកន្លែងកើតហេតុធ្លុកឈាមបងហើយលោកបានបញ្ជាក់ឲ្យដឹងទៀតថាមានស្នូលគ្រាប់កំភ្លើង2ដែលបានបាញ់ទៅ3ទៅ4គ្រាប់នៅក្នុងកន្លែងកើតហេតុក្នុងយប់នោះគឺមកពីមន្ត្រីអាវុធហត្ថខេត្តម្នាក់បានបាញ់ឡើងលើក្នុងគោលបំណងគំរាមដើម្បីធ្វើការឃាត់ខ្លួនឲ្យក្រុមជនសង្ស័យនឹងមិនឲ្យរត់គេចខ្លួនពីកន្លែងកើតហេតុស្ងៀមអើយអញ្ចឹងត្រូវការបាញ់គំរាមឡើងលើដើម្បីចាប់ជនទាំង5នាក់ហ្នឹងប៉ុន្តែទោះបីយ៉ាងណាក៏ដោយម្នាក់ទៀតគឺរត់រួចបាត់ហើយ
ត្រូវបានសមត្ថកិច្ចលោកបានស្គាល់អត្តសញ្ញាណឬក៏កំណត់ឲ្យថានឹងតាមដាននឹងស្រាវជ្រាវវែកមុខសញ្ញានេះឲ្យចាប់មកផ្ដន់ទោសឲ្យខាងទៅបានបាទរៀបរាប់តាមអង្គហេតុបាញ់មិញគឺយើងអាចសន្និដ្ឋានថាជាករណីមនុស្សឃាតដោយគិតទុកជាមុនមានន័យថារៀបចំផែនការបដិញតាមជនរងគ្រោះឲ្យមានឱកាសនឹងព្រឹបយកបណ្ដោយបានហៅថារៀបចំផែនការគិតទុកជាមុននៅក្នុងក្រមព្រំដែនឆ្នាំ2009មាត្រា200ប្រឈមមុខនឹងការដាក់ពន្ធនាគារអស់មួយជីវិតបាទហ្នឹងវាអញ្ចឹងណាអញ្ចឹងប្រយ័ត្នប្រយែងអារឿងកប៉ិចកប៉ុកវាคล้ายទៅជារឿងធំដុំហ្នឹងកតិចបរិយវាคล้ายធ្វើឲ្យคล้ายទៅជាឆេះព្រៃឆេះភ្នំអីបានអាហ្នឹងគឺថាគ្រប់គ្រងអារម្មណ៍បានល្អប្រសើរហើយយើងទៅដដើមអីរឿងម៉ួយនៅក្នុងការ៉ាអូខេហ្នឹងមិនខ្វះទេកម្មបូគីដាក់ឲ្យទូពលណាក៏អាចបើខ្ញុំគិតថាមកពីការចង់ចាញ់ចង់ឈ្នះគ្នាហ្នឹងហើយណែអញជិះអាលេខស៊ីប្រហែលចិត្តអាហ្នឹងក៏450ហើយដល់ពេលមកខាងទៀតគឺជិះអីគេម៉ូតូអញជិះម៉ូតូអាធំអាដុកកុំចង់ខ្លាំងអញវើយស្គាល់ដាក់សញ្ញាណផងអញមានកំភ្លើងដែរហើយកំភ្លើងហ្នឹងពីណាគេសមត្ថកិច្ចអីខាងសមត្ថកិច្ចមួយទៀតទេដែលពេលដែលកើតហេតុហើយជនសង្ស័យគឺនៅក្នុងរថយន្តទេអ្នករត់គេចខ្លួនគឺអ្នកបើកបរឯងប៉ុន្តែខាងសមត្ថកិច្ចអន្តរាគមន៍ទាន់បានបាញ់ទៅឡើងលើ2ទៅ3គ្រាប់ទេដើម្បីគម្រាមកុំឲ្យជនសង្ស័យហ្នឹងគឺរត់គេចខ្លួនខ្ញុំស្មានអ្នកផ្សេងមកបាញ់បើអ្នកផ្សេងបាញ់គេរកទៀតតែកំភ្លើងហ្នឹងបាញ់គេហៅថាបាញ់គម្រាមកុំឲ្យគេរត់ក៏ដោយតើមានច្បាប់មានទម្លាប់អត់ណាគេសួរចឹងទៀតតែអត់ច្បាប់វិវត្តទៀតប៉ុន្តែសមត្ថកិច្ចមិនអីទេបាទអរគុណឥឡូវសូមអនុញ្ញាតស្លេះរឿងហ្នឹងប៉ុណ្ណឹងហើយចូលដល់រឿងពាណិជ្ជកម្មនេះសិនកុំឲ្យ stress ពេកឮថាបាញ់ហើយបោះហើយនឹងចាប់ហើយចងហើយឥឡូវចូលដល់រឿងមួយដែលគេហៅថាធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋនោះគឺថាធូរធារនៅអាចយល់ដឹងអំពីទំហំពាណិជ្ជកម្មសេដ្ឋកិច្ចហើយយើងដាក់រ៉ូស៊ីឬយើងប្រកបមុខរបរអីផ្សេងវាចេះតែដោះដាលទៅមុខទៅទៀតទៅបាទខ្ញុំនិយាយអំពីរឿងទំហំពាណិជ្ជកម្មរបស់កម្ពុជានិងម៉ាឡេស៊ីបាទទំហំពាណិជ្ជកម្មកម្ពុជាម៉ាឡេស៊ីមន្ត្រីជំនាញបានលើកឡើងនៅក្នុងពិធីបើកសម្ពោធពិព័រណ៍ម៉ាឡេស៊ីថ្ងៃទី10រហូតដល់ថ្ងៃទី12ថាក្នុងរយៈពេល3ខែដើមឆ្នាំ2013ហ្នឹងទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនេះវាកើនឡើងរហូតដល់ទៅ$105 លានសហរដ្ឋអាមេរិកគឺកើនឡើងចំនួន 16% បើធៀបនឹងកាលពីឆ្នាំមុនក្នុងរយៈពេល3ខែដូចគ្នាគឺមានចំនួនតែ$90 លានសហរដ្ឋអាមេរិកនោះទេអញ្ចឹងមើលកើនប្រមាណលើ105ហើយពីមុនមកបានត្រឹម90 លានយើង15លានជាង15លានជាងដែរណារយៈពេល3ខែណារយៈពេល3ខែដើមឆ្នាំ2014ហ្នឹងហើយនៅក្នុងឆ្នាំ2013កន្លងទៅទំហំពាណិជ្ជកម្មរបស់កម្ពុជានិងម៉ាឡេស៊ីនេះមានចំនួនទឹកប្រាក់ចំនួន$429 លានសហរដ្ឋអាមេរិកហើយមានកំណើនប្រហែលជា 13.7% កាលពីឆ្នាំ2012កើនឡើងណាវាកើនឡើងបន្តិចម្ដងហើយចំពោះការនាំចេញរបស់ម៉ាឡេស៊ីមកកម្ពុជាមានចំនួន$235 លាននៃផលិតផលនាំចេញចម្បងដែលក្នុងនោះរួមមានដូចជាវាយនភ័ណ្ឌសម្លៀកបំពាក់ហ្នឹង$65 លានណាបាទក្នុងរយៈពេល5ឆ្នាំកន្លងមកការនាំចេញពីកម្ពុជាទៅម៉ាឡេស៊ីក៏កើនឡើងដែរគឺកើនឡើង5ដងពី33 លានសហរដ្ឋអាមេរិកនៅទៅ194 លានសហរដ្ឋអាមេរិកបាទអូយសិតទៅលានហើយការនាំចេញដែលចម្បងជាងគេរបស់កម្ពុជាគឺការនាំចេញជ័រកៅស៊ូគិតជាលុយ$62 លានសហរដ្ឋអាមេរិកអាចនិយាយថាឆ្នាំងបាយរបស់យើងហេអាហ្នឹងត្រូវដឹងបងប្អូនត្រូវឆ្វេងយល់ទាំងអស់អំពីពាណិជ្ជកម្មសេដ្ឋកិច្ចស្ថានភាពនយោបាយដើម្បីយើងអាចរត់ទៅតាមសង្គមបានហើយបើយើងអង្គុយតែមិនទទួលព័ត៌មានមិនស្ដាប់ព័ត៌មានមិនតាមដានព័ត៌មានយើងមិនដឹងថាគេធ្វើអីខ្លះផងហើយអញ្ចឹងជីវភាពរបស់យើងនៅតែប៉ុណ្្នឹងយើងអត់មានគំនិតថ្មីដែលត្រូវអភិវឌ្ឍមុខរបរអញ្ចឹងណាបាទដូចយើងអ្នកព័ត៌មានហ្នឹងគេសួរថាអញ្ចឹងបងឯងអ្នកធ្វើព័ត៌មានមានអស់ហើយចឹងទេមិនមានទេគេថាល្មមសំខួរបាទអរគុណបន្តទៅទៀតសិនហើយការវិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាគឺកើនឡើងក្នុងអំឡុងពេលចាប់ពីឆ្នាំ1994ដល់ឆ្នាំ2013ហ្នឹងដែលមានតម្លៃជាទឹកប្រាក់នោះសរុបចំនួន$2.6 លានសហរដ្ឋអាមេរិកហើយភាគច្រើននៃការវិនិយោគនេះគឺថាផ្ដោតទៅលើវិស័យហិរញ្ញវត្ថុនិងវិស័យសេវាកម្មហិរញ្ញវត្ថុដូចជាធនាគារអញ្ចឹងណាប្រាក់កម្ចីអញ្ចឹងទៅហើយសេវាកម្មដូចជាសន្តាគារឬក៏ផ្នែកខាងគ្រឿងបរិក្ខារផ្សេងៗនៅសម្រាប់បម្រើអញ្ចឹងណាបាទហើយបើយោងតាមឯករដ្ឋទូតរបស់ម៉ាឡេស៊ីមកដល់ពេលនេះមានក្រុមហ៊ុនម៉ាឡេស៊ីសរុបចំនួន1693បានចូល
បញ្ជីនៅកម្ពុជាតាក់ទងទៅនឹងប្រតិបត្តិការពាណិជ្ជកម្មនិងការវិនិយោគហើយមន្ត្រីជំនាញរបស់កម្ពុជាបានលើកឡើងថាទំហំពាណិជ្ជកម្មរបស់កម្ពុជានិងម៉ាឡេស៊ីនៅមានកម្រិតទៀបនៅឡើយទេបើធៀបទៅនឹងប្រទេសថៃព្រោះប្រទេសថៃគេមានមួយឆ្នាំ4000 លានដុល្លារជាងហើយដល់ពេលម៉ាឡេស៊ីដូចជា400ជាងណា400ជាងទេមិញហ្នឹងហើយវៀតណាមក៏ខ្លាំងដែរអញ្ចឹងហើយដោយសារតែទំហំពាណិជ្ជកម្មកម្ពុជាម៉ាឡេស៊ីនៅតូចអញ្ចឹងទើបខាងគេហៅថាពាណិជ្ជកម្មម៉ាឡេស៊ីហៅកាត់ម៉ាត្រេតហ្នឹងមិនទាន់ដាក់គេហៅថាការិយាល័យរបស់ខ្លួននៅប្រទេសកម្ពុជាទេគឺដាក់នៅប្រទេសវៀតណាមមកនោះឥឡូវហ្នឹងបើសិនជាទំហំពាណិជ្ជកម្មកើនឡើងដល់កម្រិតមួយដែលគេគិតថាវាធំធេងហើយគេនឹងមកដាក់ការិយាល័យនៅក្នុងប្រទេសកម្ពុជាយើងតែហ្មងបាទហើយសូមបញ្ជាក់ដែរថាការធ្វើរៀបពិព័រណ៍នៅឯកោះពេជ្រនោះចាប់ដើមពីថ្ងៃទី10រហូតដល់ថ្ងៃទី12បានបញ្ចប់អញ្ចឹងបងប្អូនអាចអញ្ជើញទៅទស្សនាណាមើលផលិតផលឬក៏ពាណិជ្ជកម្មគេទៅយ៉ាងម៉េចយ៉ាងម៉ាបាទអញ្ចឹងខ្ញុំសូមសង្ខេបប៉ុណ្ណឹងលោកបុត្រាមានថែមខ្លីមួយទៀតទេខ្លីទៀតនៅក្នុងខេត្តបាត់ដំបងបានប្រុសស្រី5នាក់7នាក់ហ្នឹងគឺបានជួញដូរគ្រឿងញៀនណាធ្វើសកម្មភាពជាក់ស្ដែងក្នុងនោះគឺខាងលោកអនុស្រីឯកសំវិលងដែលជាមេវិជ្ជាការកងរាជវុហាត់ខេត្តក្រុងបាត់ដំបងគឺលោកបានដឹងថាដោយទទួលព័ត៌មានពីក្នុងបរិវេណពេទ្យយីជីស្ថិតនៅក្នុងភូមិរូបជែកសង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងថាមានជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនធ្វើសកម្មភាពលក់ថ្នាំញៀនជារៀងរាល់ថ្ងៃកម្លាំងជំនាញមូលដ្ឋានក៏បានស្រាវជ្រាវប្រតិបត្តិនៅចំណុចខាងលើតែម្ដងហើយក៏ប្រទះឃើញបាទហើយក្នុងនោះដែរក៏បានឃើញជនសង្ស័យចំនួន3នាក់មានឈ្មោះមួយផុនខេមរ៉ា16ឆ្នាំអាយុនោះគឺនៅក្នុងឃុំលងវលទី2ឈ្មោះឈឿមសំរេនហៅតារីសអាយុ17ឆ្នាំហៅតារីសអញ្ចឹងហើយ17ឆ្នាំបាទទី3ខុនសេរីហៅខូបាទអាយុ16ឆ្នាំអ្នកទាំង3អ្នកហ្នឹងរស់នៅក្នុងភូមិអ្នកទាំង2រស់នៅក្នុងភូមិរំជែកសង្កាត់4រតនៈបានជិះម៉ូតូស្គូប2ពីគ្នាគឺគ្មានស្លាកលេខពណ៌សកំពុងធ្វើសកម្មភាពលក់គ្រឿងញៀននៅចំណុចខាងលើតែហ្មងហើយក្រោយការខាត់ខ្លួនវត្ថុតាំងមានប្រភេទថ្នាំញៀនប្រភេទក្រាមទឹកកកមកកញ្ចប់តូចនិងដាវសាមរ៉ៃមួយគឺមួយដើមតែហ្មងហើយដើមម៉ូតូស្គូពីមួយគ្រឿងដែលគេបានអះអាងថាទិញពីគេនៅក្នុងភូមិច្រាបវាលឃុំលងវលស្រុកសង្កែខេត្តបាត់ដំបងហើយកម្លាំងក៏បានចូលទៅបង្ក្រាបនៅភូមិខាងលើបានមនុស្សចំនួន4នាក់ទៀត4នាក់ទៀតហ្នឹងជាកន្លែងគេហៅថាទីតាំងហ្មងទីតាំងភូមិប្រតិបត្តិការចាប់បានទៅគឺហើយក៏បកគលមកកាន់ស្នងការនគរបាលខេត្តបាត់ដំបងត្មងទៅបាទចប់ជូនទៅតុលាការបន្តទៀតសមត្ថកិច្ចចម្រុះឥឡូវសូមអនុញ្ញាត